មានបងប្អូនជាច្រើនគាត់ចង់ឃើញម្ដាយខ្ញុំហើយម្ដាយក្មេកខ្ញុំជួបមុខគ្នានៅក្នុងវីដេអូអញ្ចឹងថ្ងៃហ្នឹងបានជួបហើយបងប្អូនអើយព្រោះថ្ងៃហ្នឹងថ្ងៃជាថ្ងៃខួបកំណើតម្ដាយក្មេកខ្ញុំអញ្ចឹងទៅគាត់រៀងចិត្តទលំទលាយតិចណាហើយព្រលឹមឡើងក៏គាត់ឲ្យខ្ញុំទៅទិញផ្កាសិនព្រោះអីតាមទម្លាប់របស់គេហ្នឹងថ្ងៃខួបកំណើតអញ្ចឹងទៅគេទិញផ្កាអញ្ចឹងទៅឬក៏ពេលព្រឹកក៏យកនំខេកហើយនេះជានំខេករបស់គាត់ដែលខ្ញុំកំងឲ្យគាត់ខេកហ្នឹងទូចទេបងប្អូនមិនទេធំប្រហែលទេខេកហ្នឹងកន្លះគីឡូនៅស្រុកឥណ្ឌាខេកដែលខ្ញុំកំងឲ្យគាត់នេះគឺខេកគេហៅថា Black Forest បងប្អូនបើតម្លៃវិញវាកន្លះគីឡូហ្នឹង25,000បងប្អូនវាមិនសូវថ្លៃប្រហែលទេអញ្ចឹងបន្ទាប់ពីខ្ញុំទិញផ្កាទិញនំខេកហើយអញ្ចឹងទៅពេលមកដល់ផ្ទះក៏ខ្ញុំរៀបចំតុបតែងផ្ទះហើយភ្ញៀវដែលម្ដាយក្មេកខ្ញុំគាត់អញ្ជើញមកថ្ងៃហ្នឹងនិយាយទៅមានតិចតួចបំផុតតែ4-5នាក់ទេមិនសូវមានប្រមាណទេដោយសារគាត់ធ្វើរាល់ឆ្នាំអញ្ចឹងទៅក៏គាត់មិនសូវចង់ហៅញាតិមិត្តមកច្រើនអញ្ចឹងណាហើយនេះខ្ញុំកំពុងតែរៀបចំធ្វើអាកោអញ្ចឹងអាកោនៅស្រុកឥណ្ឌានៅស្រុកខ្មែរមិនសូវខុសគ្នាប៉ុន្មានទេបងប្អូនពីវិធីធ្វើគ្រាន់តែរសជាតិខុសគ្នាហើយជនជាតិឥណ្ឌានៅស្រុកខ្ញុំនេះគេធ្វើអាកោចែកជាពីរប្រភេទអាមួយផ្អែមចឹងទៅអាមួយជាតិសាបសម្រាប់ញ៉ាំជាមួយគេហៅថាខរបស់គេឬក៏ញ៉ាំជំនួសរបៀបថាដូចជាលក្ខណៈម្ហូបចង្អាបចឹងបើតែខ្ញុំវិញខ្ញុំអត់ចេះញ៉ាំរបៀបហ្នឹងទេបានត្រឹមតែអាកោផ្អែមទេបើអាកោសាបដាក់ជាមួយស្លហ្នឹងចប់បដ ாய் បងប្អូនលើកទង់ជ័យសត្មងហើយការហើយនំអាកោរបស់ឥណ្ឌាវាជាលក្ខណៈប្រពៃណីរបស់គេដែរវាស្តៀងយើងធ្វើនំជ្រូកនំសំជ្រូកសំជ័យចឹងបងប្អូននំប្រពៃណីរបស់គេចឹងឲ្យតែមានកម្មវិធីគេមិនដែរចោលទេនំអាកោនឹងឯងតែរសជាតិវិញចាញ់ស្រុកយើងដាច់តែម្ដងបងប្អូនអើយហើយនៅពេលដែលខ្ញុំធ្វើនំអាកោអ្វីដែលខ្ញុំស្រឡាញ់បំផុតគឺឆ្នាំងបងប្អូនឆ្នាំងគួរឲ្យស្រឡាញ់ខ្លាំងមែនតើឆ្នាំងស្ពាន់ធ្ងន់បងប្អូននិយាយទៅល្អខ្លាំងមែនតើហើយជនជាតិឥណ្ឌាភាគច្រើននៅស្រុកខ្ញុំហ្មងណាបើតែស្រុកផ្សេងខ្ញុំមាននិយាយទៅស្រុកខ្ញុំទេបងប្អូនអើយគឺថាសបោមកផ្ទះដឹងតែមានឆ្នាំងស្ពាន់នឹងមួយបងប្អូនគេមិនដែរអត់ទេនិយាយទៅជនជាតិឥណ្ឌាគ្រប់ផ្ទះតែម្ដងអាគ្រឿងចានឆ្នាំងហ្នឹងមិនងាយនឹងខ្ចីគេបងប្អូនគឺច្រនខ្លាំងណាស់អញ្ចឹងហើយបានផ្ទះបងប្អូនជនជាតិឥណ្ឌាមួយចំនួនគាត់តែងថាសបោរបស់ទុកដាក់កន្លុកកលៀតណាក៏មានអីវ៉ាន់ដូចផ្ទះម្ដាយក្មេកខ្ញុំអញ្ចឹងកន្លែងណាក៏មានអីវ៉ាន់ឥឡូវនេះផងដែរបងប្អូនហើយគឺប្រញាប់ដៃប្រញាប់ជើងព្រោះអីវាយប់ហើយដល់ពេលយើងធ្វើយឺតអញ្ចឹងទៅមិនដឹងស្មានណាហើយទេហើយម្ដាយក្មេកខ្ញុំក៏ធ្វើអាកោច្រើនមែនតែនត្មងដោយបងប្អូន fan របស់ខ្ញុំចាស់ប្រកាសជាដឹងថាម្ដាយក្មេកខ្ញុំជាមនុស្សម្នាក់ដែលទលំទលាយដៃធំអញ្ចឹងណាកម្មវិធីនីមួយគាត់មិនដែរតែធ្វើម្ហូបតិចទេគាត់ធ្វើឡើង4-5មុខដូចថ្ងៃហ្នឹងទេភ្ញៀវតែ4-5នាក់តែបងប្អូនគាត់ធ្វើម្ហូបច្រើនមុខខ្លាំងមែនតែនពេលល្ងាចអញ្ចឹងទៅខ្ញុំធ្វើអាកោជាមួយគាត់ដល់ពេលព្រលឹមឡើងក្រោយពីព្រលឹមហ្នឹងគាត់ធ្វើនំគាត់ធ្វើម្ហូបផ្សេងប៉ុន្តែខ្ញុំអត់បានថតបងប្អូនដោយសារខ្ញុំរវល់ពេកអញ្ចឹងតែអត់មានពេលវេលាថតអញ្ចឹងខ្ញុំថតបានតែធ្វើនំអាកោហ្នឹងឯងបងប្អូននេះអាកោខ្ញុំហើយអញ្ចឹងទៅក៏រៀបដាក់ថាសទុកពេលព្រឹកសម្រាប់ទទួលភ្ញៀវអញ្ចឹងទៅអាកោនៅឥណ្ឌាពេងគេខុសពីយើងពេងមួយមូលអាកោនៅឥណ្ឌាពេងសប៉ែតអញ្ចឹងណាបងប្អូនតែរសជាតិខ្ញុំនិយាយចាញ់អាកោស្រុកយើងទេប៉ុន្តែបើឥណ្ឌាគាត់ញ៉ាំម្ហូបយើងគាត់ថាចាញ់អាកោស្រុកគាត់ដែរនិយាយទៅរសជាតិខុសគ្នាអញ្ចឹងហើយព្រលឹមឡើងខ្ញុំបានប្រាប់សុជីឲ្យចុះទៅជាន់ក្រមទៅនិយាយជូនពរខួបកំណើតយាយរបស់គាត់ប៉ុន្តែគាត់អត់សូវសប្បាយចិត្តទេដោយសារតែគាត់ខ្លាចខកម៉ោងទៅសាលាឯយាយវិញគឺសប្បាយចិត្តមែនតែនពេលដែលឃើញចៅចុះមក Happy Birthday អញ្ចឹងណាហើយសុជីវិញប្រាប់ខ្ញុំថាចាំមកវិញសូមនិយាយ Happy Birthday ទៅប៉ុន្តែទម្លាប់របស់គេមួយនៅពេលក្រោយពីគេងឲ្យតែក្នុងសមាជិកគ្រួសារថ្ងៃខួបកំណើតអញ្ចឹងវាឃើញមុខគ្នាដំបូងអញ្ចឹងទៅ Happy Birthday ថាសេរីសួស្ដីជ័យមង្គលអញ្ចឹងហើយបងប្អូនចាំស្ដាប់សុជីកំពុងតែច្រៀង Happy Birthday ជូនពរយាយរបស់គាត់អញ្ចឹង Happy birthday dear grandma និយាយกันมา Happy birthday to you May your good Lord bless you May your good Lord bless you May your good Lord bless you Happy birthday to you បន្ទាប់ពីសុជាច្រៀង Happy Birthday ជូនពរយាយគាត់ទៅខ្ញុំបានជូនគាត់ទៅសាលាត្រឡប់មកវិញក៏ខ្ញុំមកជួយធ្វើម្ហូបដៃក្មេកបន្តម្ហូបដែលខ្ញុំធ្វើមានដូចជាការីសាច់មាន់ការីត្រប់ការីសាច់ជ្រូកហើយនឹងការីសាច់គោមួយទៀតបងប្អូនហើយម្ដងហ្នឹងបាយអត់បានធ្វើប៉ូឡៅទេគឺគាត់ធ្វើបាយឆាតាមបែបឥណ្ឌានឹងឯងនេះបងប្អូនឃើញលើតុហើយឥឡូវនេះផងដែរគឺម្ហូបភ្ញៀវរៀបចំរួចរាល់ហើយម៉ាក់សុកជាសុំពេលប្រែកាយតិចសិនជាមួយ Sunflower Lipstick បងប្អូនឲ្យពណ៌ស្អាតខ្ជូតមែនតើដាក់តាមផ្លែតប្រែកាយក្អែកជាហងត្មងបន្តមកទៀតក៏ខ្ញុំចាប់ដើមប្រែលេខគ្នាវិញម្ដងបងប្អូនដោយសារខ្ញុំធ្វើការពេញមួយថ្ងៃចឹងទៅក្តៅខ្លាំងមែនតើហូរញើសបែកញើសចឹងទៅខ្លាចសាក្លៀកមិនសូវស្រួលទេមួយវិញទៀតខែហ្នឹងជាខែក្តៅហើយចឹងហើយដបោញើសខ្លាំងណាស់ប៉ុន្តែมันជាអ្វីទេបងប្អូនដោយសារមានលេខគ្នាមាន Sunflower អាចជួយខ្ញុំបានចឹងហើយបើសិនបងប្អូនមានបញ្ហាក្លិនធ្លាក់ណាមាន Sunflower អាចជួយបងប្អូនបានឥឡូវនេះដល់ពេលកាត់នំខេកហ្មងបងប្អូនអើយនិយាយទៅម្ដាយក្មេកខ្ញុំថ្ងៃហ្នឹងគាត់ស្អាតណាគាត់កាត់អារ៉ូបពណ៌កាប់ស្តាំងដូចសមនឹងគាត់តែម្ដងណាដែលថារ៉ូបដែលខ្ញុំទៅយកថ្ងៃមុនដែលគាត់ឲ្យខ្ញុំទៅយកឈ្នួលពី
20000បងប្អូនគឺគាត់ធ្លាក់ទៅសំខ្លាំងមែនតើហើយនៅពេលដែលគេកាត់នំខេកហ្នឹងទម្លាប់របស់គេហ្នឹងគឺបញ្ចុកម្ដងម្នាក់អញ្ចឹងនិយាយដំបូងទៅគឺញាតិមិត្តបងប្អូនបកើតតែម្ដងហើយក៏គាត់បញ្ចុកស្រុកជាមុនគេបងប្អូនគាត់បញ្ចុកស្រុកជាអញ្ចឹងទៅស្រុកជាបញ្ចុកគាត់និយាយទៅទម្លាប់របស់គេគឺអញ្ចឹងបន្ទាប់ពីស្រុកជាហើយអញ្ចឹងទៅខ្ញុំវិញម្ដងបងប្អូនវាជាប្រពៃណីរបស់គេសម្រាប់បងប្អូនបកើតឬកូនអីគេបញ្ចុកនំខេកមុនបន្ទាប់មកទៀតភ្ញៀវដែលចូលរួមគេបញ្ចុកនំខេកអ្នកម្ចាស់ចាស់គូបណាតាមក្រោយអញ្ចឹងបន្ទាប់មកទៀតហ្នឹងក៏ខ្ញុំរៀបចំម្ហូបអាហារឲ្យសុកជាញ៉ាំសិនទៅក៏រៀបចំឲ្យម្ដាយខ្ញុំនិយាយទៅម្ដាយខ្ញុំពេលដែលគាត់ចូលមកជន់ក្រមក៏គាត់និយាយ Happy Birthday ជូនម្ដាយក្មេងខ្ញុំដែរបងប្អូនប៉ុន្តែគាត់អត់ចេះនិយាយថាភាសាគេទេគាត់និយាយភាសាខ្មែរអញ្ចឹងទៅខ្ញុំបកប្រែឲ្យអញ្ចឹងទៅហើយពេលខ្លះទៀតក៏គាត់កាយវិការនិយាយទៅម្ដាយក្មេងខ្ញុំនិងម្ដាយខ្ញុំគាត់ត្រូវគ្នាខ្លាំងណាស់